សួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកប្រាសាទសម្បូរព្រៃគុកចាប់ពីសម្បូរព្រៃគុកនៅទីតាំងនៅណានៅស្រុកសម្បូរខេត្តជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកប្រាសាទសម្បូរព្រៃគុកព្រឹកមិញយើងមកប្រាសាទបងឥឡូវនេះគឺយើងមកប្រាសាទសម្បូរព្រៃគុកម្ដងជំរាបសួរបងប្អូនឥឡូវយើងមកមើលកន្លែងនេះម្ដងកន្លែងនេះគឺជាភូមិនៅទីតាំងនេះគឺភូមិសម្បូរខេត្តភូមិសម្បូរឃុំសម្បូរនេះគឺជាទីតាំងប្រាសាទសម្បូរព្រៃគុកចានៅភូមិសម្បូរខេត្តសម្បូរភូមិសម្បូរនេះគឺជាប្រាសាទសម្បូរព្រៃគុកប្រាសាទនេះស្ថិតនៅភូមិសម្បូរឃុំសម្បូរខេត្តកំពង់ធំ very good នេះគឺជាប្រាសាទសម្បូរព្រៃគុកប្រាសាទសម្បូរព្រៃគុកជារាជធានីចាស់នៃសម័យចេនឡាប្រាសាទនេះត្រូវបានសាងសង់នៅសតវត្សទី7ពីឆ្នាំ616សាងសង់រួចឆ្នាំ635សាងសង់ដោយអ្នកណាសាងសង់ដោយព្រះបាទឦសានវរ្ម័នទី1នេះគឺជាប្រាសាទសម្បូរព្រៃគុកប្រាសាទសម្បូរព្រៃគុកសាងសង់មុនសតវត្សទី7ហើយនេះគឺជាប្រាសាទសម្បូរព្រៃគុកប្រាសាទសម្បូរព្រៃគុកសាងសង់មុនប្រាសាទផ្សេងប្រាសាទអង្គរវត្តនៅខេត្តសៀមរាបទៀតណោះតើប្រាសាទដែលយើងកំពុងឈរនេះគឺជាប្រាសាទអីជំរាបបាទប្រាសាទនេះគឺមានឈ្មោះថាប្រាសាទសម្បូរព្រៃគុកស្ថិតនៅក្នុងភូមិអីឃុំអីស្រុកខេត្តអីជំរាបបាទខេត្តសម្បូរខេត្តសម្បូរឃុំសួស្តីអមរាហើយនិងស្កាយសួស្តីអេណាបង្កាយហើយនិងអមរាឥឡូវកំពុងតែនៅណានេះចាប៉ានៅនេះគឺជាប្រាសាទសម្បូរព្រៃគុកប្រាសាទសម្បូរព្រៃគុកមានទីតាំងនៅណាប្រាសាទសម្បូរព្រៃគុកមានទីតាំងនៅឃុំភូមិសម្បូរឃុំសម្បូរខេត្តកំពង់ធំប្រាសាទសម្បូរព្រៃគុកគឺជារាជធានីរបស់សម័យណាប្រាសាទសម្បូរព្រៃគុកជារាជធានីរបស់សម័យចេនឡាអូខេវាផាត់រត់តែអត់ទៅស្ទាយព្រោះចាអូអានោះប៉ុនតលីលើថាប្រាសាទសម្បូរព្រៃគុកចូលជាបេតិកភណ្ឌពិភពលោកហើយមែនទេចាតើចូលនៅថ្ងៃខែឆ្នាំណានៅថ្ងៃទី7ខែ7ឆ្នាំ2017បងប្អូននេះគឺជាប្រាសាទមួយទៀតហើយនេះគឺជាប្រាសាទថ្មីតើឥឡូវយើងសម្រាប់អស់នេះបងប្អូនបង្ហាញនេះគឺជាប្រាសាទសក់នេះបងប្អូននេះគឺជាប្រាសាទព្រះនរាយណ៍ជាព្រះអង្គឥឡូវយើងចូលទៅមើលទាំងអស់គ្នាចង់បងប្អូនឆ្លងថាហ្នឹងអីគេចឹងគេដាក់កុំឲ្យរលំមែនទេនេះគឺជាផ្លូវចូលប្រាសាទតោបគេកំពុងតែជួសជុលនេះគឺជាប្រាសាទអូឥឡូវយើងនឹងដើរទៅខាងប្រាសាទเนาะបងប្អូននេះគឺជាប្រាសាទតោប៉ុន្តែយើងចូលបានទេដោយសារគេកំពុងតែជួសជុលជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកមើលប្រាសាទបឹងទាំងអស់គ្នាបន្តភាគ2ទៀតអីទៀតប្រាសាទបឹងនេះសាងសង់នៅឡើងឆ្នាំ
ជ័យវរ្ម័នទី7តើឥឡូវយើងទៅមើលកន្លែងនោះទាំងអស់គ្នា កន្លែងនោះអីខ្លះទៅណាធ្វើពីអីផ្សាត់នេះ បាទនេះធ្វើមកពីថ្មបាយក្រៀម ថ្មបាយក្រៀមគឺថ្មបាយក្តាំង នេះគឺជារូបរាងប្រាសាទ អូ បានត្រូវបែកបាក់ដោយសារមានគេឈៀតអាកាសវាបានមកគាស់យកទ្រព្យសម្បត្តិរបស់ខ្មែរយើងហើយជាពិសេសគឺថៃចា មនុស្សពីមុនបំផ្លាញនោះតែមនុស្សឥឡូវថែរក្សាណោះ ចា តែឃើញមានសូឡាស្អីនោះបានពីណា សូឡាហ្នឹងគឺមានបងប្អូនសាធារណជនគាត់បានជួយដាក់ជួយបំភ្លឺប្រាសាទឲ្យបានស្អាតចាទីបើសិនជាបងប្អូន មានច្រើនអត់សូឡា នេះបងប្អូន មានខ្នេះមួយខ្នោះមួយ ឥឡូវយើងទៅមើលខាងនោះទាំងអស់គ្នា យើងដាក់ចំហៀងម្ដងដាក់ចំហៀងនេះ ហើយបងប្អូនណាចង់ជួយថវិកាដើម្បីជួយកសាងដល់ទីនេះពេលយកគឺភ្លឺចែងធម្មតាហើយនេះគឺជារោងដើម្បីទុកនៅពេលដែលយើងមកទំនេរហើយឥឡូវគឺគេបានមកចោះនេះបានទៀតហើយគឺចោះមើលកន្លែងថតទឹកដើម្បីទុកប្រានេះគឺជារបងប្រាសាទមើលក្រៅគឺស្អាតមែនតើតែមើលក្នុងគឺ បែកបាក់អស់ អស់ហើយ មានសប្បុរសជនមកជួយច្រើនអត់ មានខាងទីជួយធ្វើកសោធ្វើអីឲ្យដាក់សូឡាដាក់អីទៀត អូចឹងមានន័យថាប្រជាជនខ្មែរយើងឥឡូវចេះស្រឡាញ់សម្បត្តិវប្បធម៌ របស់ ខ្មែរយើងណោះ ចា ស្រឡាញ់ប្រាសាទអូមានដើមឈើធំធំទៀតណោះ ពីមុននេះគឺអត់មានដើមឈើដុះទេក៏មានតែឥឡូវនេះគឺមានដើមឈើដុះក្នុងបីបាក់ដោយសារដើមឈើដុះ អូដើមនេះធំណាស់មើលក្នុងគ្នាទៅអោបដើមឈើមើលធំប៉ុណ្ណា ទោះបីយើងអោបដល់មិនចុំដែរបងប្អូន អោបពីនេះអត់ជុំដែរមើលអោបសាអោបមើលអំឡាទៅជួយអោបមើលជុំអត់អូធំណាស់ដើមឈើនេះដល់ប្រហែល100ឆ្នាំហើយណោះ អូជំនួយបងខ្ញុំទៀតអើយ អូខេឥឡូវមានអីផ្ដាំផ្ញើអត់អីគេនោះក្រងខំ ហើយបងប្អូនមានដឹងអត់ថាចានៅទីនេះហាគឺឲ្យហើយត្រជាក់ស្រួលមែនតើហើយសំខាន់មានសត្វផងនៅទៀត មានសត្វអី មានសត្វនិយាយទៅសត្វនៅហ្នឹងស្អាតហើយនេះគឺជាចោមរបស់អ្នកតា មានសត្វប្រគួយហើយសត្វក្រង ចាហើយអីហ្នឹងគឺមកនៅហើយនេះគឺជាថ្មនេះគឺយូរណាស់មកហើយតាំងតែពីព្រះបាទជ័យវរ្ម័នទី7ទៀតនោះ អូខេមានអីផ្ដាំផ្ញើទៅបងប្អូន សប្បុរសជនយើង ចិត្តជួយមកធ្វើថវិកានៅកន្លែងនេះដាក់សូឡាដាក់អីធ្វើចឹងណាហើយជួយប្រជាជននៅភូមិនេះដែរ អូខេ ហើយបើបងប្អូនទាំងអស់គ្នាស្រឡាញ់ប្រាសាទបឹងកុំភ្លេចជួយខមមិនខាងក្រោមអ្នកមួយមក អូខេអញ្ចឹងអរគុណជម្រាបលាបាយបាយ ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកមើលប្រាសាទបឹងទាំងអស់គ្នាបន្តភាគ2ទៀត អីទៀត ប្រាសាទបឹងនេះសាងសង់នៅឡើងឆ្នាំទីសាងសង់ឡើយព្រះបាទជ័យវរ្ម័នទី7តើឥឡូវយើងទៅមើលកន្លែងនោះទាំងអស់គ្នា កន្លែងនោះអីខ្លះទៅណាធ្វើពីអីផ្សាត់នេះ បាទនេះធ្វើមកពីថ្មបាយក្រៀម ថ្មបាយក្រៀមគឺថ្មបាយក្តាំង នេះគឺជារូបរាងប្រាសាទ អូ បានត្រូវបែកបាក់ដោយសារមានគេឈៀតអាកាសវាបានមកគាស់យកទ្រព្យសម្បត្តិរបស់ខ្មែរយើងហើយជាពិសេសគឺថៃចា មនុស្សពីមុនបំផ្លាញនោះតែមនុស្សឥឡូវថែរក្សាណោះ ចា តែឃើញមានសូឡាស្អីនោះបានពីណា សូឡាហ្នឹងគឺមានបងប្អូនសាធារណជនគាត់បានជួយដាក់ជួយបំភ្លឺប្រាសាទឲ្យបានស្អាតចាទីបើសិនជាបងប្អូន មានច្រើនអត់សូឡា នេះបងប្អូន មានខ្នេះមួយខ្នោះមួយ ឥឡូវយើងទៅមើលខាងនោះទាំងអស់គ្នា យើងដាក់ចំហៀងម្ដងដាក់ចំហៀងនេះ ហើយបងប្អូនណាចង់ជួយថវិកាដើម្បីជួយកសាងដល់ទីនេះ
ไหลชอบตกดอกไม้ตกปลา อืม นี่คือเชือกบองปราสาทเมื่อกล้าที่อันไหนแต่ใกล้เมื่อคืนคือ ใบบ่เอา ออกหาย เมียนสับปะรดจนมาช่วยจรานั้น เมียนทางไปช่วยเธอจะชอบเธอไอ้ให้ดักโซล่าไอ้เสีย โอ้จังเมียนในทางประชาชนขมายยังเราจะสลันสมบัติวับทัวขมายยังเนาะสลันประสาทโอ้เมียนดำเชอถมๆด้วยเนาะ ปีมนี้คือเมียนคืออดเมียนดำเชิดดอกเด็กของเด็กตาไอ้เรานี่คือเมียนดำเชิดดอกโลกใบบัดได้สร้างดำเชิดดอก โอ้โอ้ดำนี่ถมนะเมื่อน้องเนี่ยจะเอาดำเชอมาถมปะนะ ดอกใบเอาดอกมันจมแล้วลูก เอาปีนี้เอาจุ่มไหนเมื่อเอาซาออกเหมือนอำลาที่ช่วยเอาเหมือนจุ่มมันถมอ่ะดำเชอนี่ดังประมาณ100 ชนะไหมเนาะ โอ้จะน้อยปองยังเตี้ยเฮ้ย โอเคแล้วเมียนไอ้ประดามพญาอันไอ้เงี้ยน้องกรองคำ ให้บังเอิญมิดดังอัดหายใจนาทีนี้ฮะคือละเฮาจะเจี๊ยสัวเหมือนแตนให้สำคัญเมียนสัตว์เอาเนาเตียน เมียนสัตว์ไอ้ เมียนสัตว์ยายต้องสัตว์นั่นเนาะสารให้กิจไม่จอมดอกบอลเนี่ยแต่ เมียนสัตว์ประกวยสัตว์กรอง จ้าเลยเราไอ้นั่นคือมันเลยให้นี่คือจิตมอนี่คืออยู่ในมาเฮาตั้งแต่ปีเรียบ้านใจวรมันตีปรับปีติดหรอ โอเคเมียนไอ้ประดามพญาตะบองโอนสับดอกจนเยอะ จัดช่วยแมวเธอถ่ายวิการในอะไรนี่ดักโซล่าดักไอ้เธอจังนะให้ช่วยบริษัทช่วยนักพมนี่ได้ โอเค ไอ้เบอร์บงปรนแต่งออกเนี่ยสโลไลน์ปราสาทบังคอมเพล็กซ์ช่วยคอมมันขังกล้องเนี่ยมุ้ยมาก โอเคจังต้นจะเรียบเรียบายบาย